តោះចឹង343ប៉ុណ្ណឹងចុះឥឡូវសូមបន្តទៅ344ទៀតដើមឡើងគេថា Thunder often blank small girls Thunder បានន័យថាផ្គរលាន់ចឹងគេចង់បានន័យថាផ្គរលាន់ជាញឹកញាប់ចុចក្មេងស្រីតូចជំរើស A frightens B fierce C frightening ហើយនៅ D frightened បើជាម្ដងទៀតសម្រាប់អ្នកដែលត្រូវការពេលវេលានៅក្នុងការរកចម្លើយអាចធ្វើការផុសវីដេអូទៅបាទខ្ញុំគិតឲ្យចិត្តហើយខ្ញុំធ្វើការ play វិញដើម្បីទាញចម្លើយឥឡូវខ្ញុំប្រាប់ចម្លើយហើយចម្លើយដែលត្រឹមត្រូវគឺចម្លើយ A frightens តែ frighten នៅទីនេះបានន័យថាបន្លាចធ្វើឲ្យខ្លាចជាងប្រយោគដែលបានវាត្រូវ Thunder often frightens small girls តែបានន័យថាផ្គរលាន់ជាញឹកញាប់បន្លាចក្មេងស្រីតូចឬក៏ធ្វើឲ្យក្មេងស្រីតូចខ្លាចហើយសម្រាប់ចម្លើយផ្សេងមូលហេតុដែលយើងមិនយកវិញគឺដោយសារតែ AB fear ហ្នឹងក៏តាក់ទងមួយការភ័យខ្លាចដែរតែអត្ថន័យរបស់វាប្រឆាំងមួយ frighten verb frighten ហ្នឹង subject របស់វាធ្វើអំពើធ្វើឲ្យគេខ្លាចផ្ទុយទៅវិញ fear ហ្នឹង subject របស់វាគឺជាអ្នកខ្លាចវិញជាងបើយើងយក be fear បានន័យថាផ្គរលាន់ហ្នឹងខ្លាចក្មេងស្រីតូចណាចឹងវាអត់ត្រូវទេអត្ថន័យប្រឆាំងគ្នាហើយសម្រាប់ចម្លើយ C frightening វាគឺជា form របស់ frighten ដែលបានន័យថាធ្វើឲ្យខ្លាចបើយើងគិតជាអត្ថន័យត្រូវបាទប៉ុន្តែវាខុស form វាខុសថងថាគេប្រើវាជា verb ing verb របស់ subject គេមិនអាចប្រើជា verb ing តែឯងអញ្ចឹងទេវាត្រូវផ្សំមួយ am មួយ is មួយ are ជាដើមកាលណា verb របស់ subject ប្រើជា verb ing តែឯងអញ្ចឹងអានឹងអត់ត្រូវទេហើយសម្រាប់ចម្លើយ D frighten មានថែម ed ហ្នឹងវាអាចជា verb 2ឬក៏អាចជា verb 3បើវាជា verb 3ក៏ដូចជា verb ing ខាងលើមិញដែរបាទ verb ដែលជា verb របស់ subject យើងមិនអាចប្រើជា verb 3តែឯងអញ្ចឹងទេបាទកាលណាវាជា verb 3វាអាចផ្សំមួយ have has ឬក៏ផ្សំមួយ am is are ដែរតែប្រើតែឯងអញ្ចឹងបានទេប៉ុន្តែ verb ed ហ្នឹងក៏អាចជា verb 2ដែរ verb 2ប្រើតែឯងបានតែយ៉ាងណាក៏ដោយយើងនៅតែមិនយកវាដោយសារតែកាលណាយើងប្រើជា verb 2បានន័យថាប្រយោគហ្នឹងវាគឺជា past simple កាលណាវាគឺជា past simple វាត្រូវនិយាយអំពីអតីតតែអត្ថន័យរបស់យើងការដែលផ្គរលាន់ធ្វើឲ្យក្មេងស្រីតូចខ្លាចហ្នឹងវាមិនមែនត្រឹមតែជារឿងអតីតតែប៉ុណ្ណោះនោះទេវាគឺជារឿងទូទៅគ្រប់ពេលវេលាទាំងអស់តែអាហ្នឹងគឺជាលក្ខណៈរបស់ present simple ហ្នឹងហើយគឺជាមូលហេតុដែលនាំឲ្យយើងយក frightens មានតាមចម្លើយ A ហ្នឹងពីព្រោះ frighten ហ្នឹងគេហៅថា verb form គឺជា verb ដែលយើងប្រើនៅក្នុងការ present simple និយាយអំពីរឿងទូទៅគ្រប់ពេលវេលាទាំងអស់ហ្នឹងហើយបាទ